ប្រិយមិត្តអ្នកស្ដាប់ជាទីមេត្រីនៅពេលនេះវិទ្យុព័ត៌មាន Friend FM សូមជូនព័ត៌មានខ្លីជំរាបជូនព័ត៌មានខ្លីដោយជុនរ៉ាមីក្រុមនិស្សិតត្រូវបានអាជ្ញាធរនិងសមត្ថកិច្ចដាក់ពង្រាយកម្លាំងរារាំងមិនឲ្យចូលព្រៃឡង់ក្រុមអាជ្ញាធរមានសមត្ថកិច្ចប្រមាណជាង40នាក់ទៅ50នាក់មកពីអង្គភាពប្រដាប់អាវុធចម្រុះបានដាក់ពង្រាយការពារនិងរារាំងក្រៅបញ្ជារបស់អាជ្ញាធរខេត្តទប់ស្កាត់ក្រុមនិស្សិតដែលមានគ្នាជាង30នាក់ធ្វើដំណើរតាមរថយន្តកាមីយ៉ុងរួមនឹងរថយន្តផ្ទាល់ខ្លួនចំនួន3គ្រឿងមកពីរាជធានីភ្នំពេញនៅក្នុងគោលបំណងចូលតំបន់ព្រៃឡង់ដើម្បីសិក្សាពីធនធានព្រៃឈើអាជ្ញាធរស្រុកថាឡាបរិវត្តបានដាក់កងកម្លាំងប្រដាប់អាវុធជាច្រើនអ្នកហាមឃាត់រថយន្តចំនួន3គ្រឿងនៅគល់ស្ពានមិត្តភាពកម្ពុជាចិនស្ទឹងត្រែងត្រៃខាងលិចកាលពីល្ងាចថ្ងៃទី13ខែឧសភាការហាមឃាត់ពីសំណាក់អាជ្ញាធរមានសមត្ថកិច្ចនោះត្រូវបានក្រុមយុវនិស្សិតទាំងនោះនិយាយថាជារឿងដែលគ្មានហេតុផលនិងមិនត្រឹមត្រូវសោះនៅក្នុងការការពារសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋក្នុងការដើរហើរចំណែកអាជ្ញាធរស្រុកបានប្រាប់តបទៅវិញថាការប្រមូលផ្ដុំមនុស្សច្រើនអ្នកអាចជារឿងមិនល្អហើយគោលបំណងដែលចង់ទៅតំបន់ព្រៃឡង់មិនមានការអនុញ្ញាតនឹងជូនដំណឹងដល់អាជ្ញាធរជាមុន